នៅពេលមាសឡើងថ្លៃតើវាល្អសម្រាប់សេដ្ឋកិច្ចឬយ៉ាងណាសួស្តីប្រិយមិត្តវត្តតិចថ្ងៃនេះយើងនឹងជជែកអំពីមាសដែលមិនត្រឹមតែជាទ្រព្យសម្បត្តិដ៏ពេញនិយមប៉ុណ្ណោះទេប៉ុន្តែក៏ជាសូចនាករសេដ្ឋកិច្ចដ៏សំខាន់ផងដែរការកើនឡើងនៃតម្លៃមាសទៅកម្រិតខ្ពស់ថ្មីជាញឹកញាប់ឆ្លុះបញ្ចាំងពីភាពចុះខ្សោយនៃសេដ្ឋកិច្ចនិងការបាត់បង់នៃតម្លៃរូបិយប័ណ្ណដើម្បីឲ្យកាន់តែស៊ីជម្រៅយើងនឹងវិភាគប្រវត្តិសាស្ត្រនៃតម្លៃមាសដែលធ្លាប់កើតឡើងដោយផ្អែកលើទិន្នន័យនិងបរិបទសេដ្ឋកិច្ចកាលពីឆ្នាំ1933ក្រោយវិបត្តិសេដ្ឋកិច្ចធំតម្លៃមាសបានកើនឡើងពី $20.67 ទៅ$35ក្នុង1អោនដែលជាការកំណត់ឡើងវិញដោយរដ្ឋាភិបាលអាមេរិកនេះបណ្ដាលមកពីអស្ថិរភាពហិរញ្ញវត្ថុនិងការបាត់បង់ទំនុកចិត្តលើរូបិយប័ណ្ណក្រដាសទោះជាយ៉ាងណានៅពេលដែលសេដ្ឋកិច្ចចាប់ផ្ដើមស្ដារឡើងវិញតម្រូវការមាសជាទ្រព្យសុវត្ថិភាពបានថយចុះដែលនាំឲ្យតម្លៃមានការធ្លាក់បន្តិចម្ដងបន្ទាប់មកនៅឆ្នាំ1980តម្លៃមាសបានផ្ទុះឡើងដល់$850ក្នុង1អោនដោយសារការធ្លាក់ចុះតម្លៃនៃប្រាក់ដុល្លារនិងអតិផរណាខ្ពស់កត្តានេះបានកើតឡើងក្រោយការបញ្ចប់ប្រព័ន្ធ Bretton Woods ដែលបានដកខ្សែចំណងរវាងប្រាក់ដុល្លារនិងមាសប៉ុន្តែនៅពេលគោលនយោបាយរូបិយវត្ថុត្រូវបានរឹតបន្តឹងនិងសេដ្ឋកិច្ចអាមេរិកមានស្ថិរភាពតម្លៃមាសបានធ្លាក់ចុះមកនៅត្រឹម$300ទៅ$400ដល់ឆ្នាំ2011វិបត្តិហិរញ្ញវត្ថុសកលបានជំរុញឲ្យតម្លៃមាសឡើងដល់កម្រិតកំពូល$1921ក្នុង1អោននេះបណ្ដាលមកពីការបង្កើនតម្រូវការសម្រាប់ទ្រព្យសម្បត្តិការពារក្នុងអំឡុងភាពមិនច្បាស់លាស់នៃប្រព័ន្ធធនាគារទោះជាយ៉ាងណានៅឆ្នាំ2015ការងើបឡើងនៃទីផ្សារភាគហ៊ុននិងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្ដាលអាមេរិកបាននាំឲ្យតម្លៃមាសធ្លាក់មកត្រឹម$1050ចំណែកឆ្នាំ2020ការរាតត្បាតនៃជំងឺ COVID-19 និងការបោះបញ្ចូលសាច់ប្រាក់ច្រើនបានជំរុញឲ្យមាសឡើងដល់$2075ប៉ុន្តែនៅឆ្នាំ2022ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនិងការពង្រឹងតម្លៃប្រាក់ដុល្លារបានធ្វើឲ្យតម្លៃធ្លាក់មក$1800មុនពេលងើបឡើងវិញទៅជិត$3100នៅឆ្នាំ2025អញ្ចឹងតើអ្វីជាយន្តការនៅពីក្រោយចលនានេះនៅពេលមានវិបត្តិមាសត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិសុវត្ថិភាពដែលជំរុញឲ្យមានតម្រូវការនិងតម្លៃកើនឡើងផ្ទុយទៅវិញនៅពេលសេដ្ឋកិច្ចស្ថិរភាពឬអត្រាការប្រាក់ពិតកើនឡើងឱកាសចំណាយនៃការកាន់មាសកាន់តែខ្ពស់ដែលនាំឲ្យមានការលក់ចេញនិងការធ្លាក់តម្លៃសម្រាប់តម្លៃប្រែប្រួលឬមិនប្រែប្រួលវាអាស្រ័យលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដូចជាអតិផរណានិងភាពរឹងមាំនៃប្រាក់ដុល្លារប្រិយមិត្តវត្តតិចមានយោបល់យ៉ាងណាសូមចែករំលែកនៅក្នុងខមមិនខាងក្រោមបានសូមអរគុណជួបគ្នានៅវីដេអូក្រោយ